រៀបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់រឿងពិតបងប្អូនអរគ្នាធ្លាប់ឮចាស់ពីដើមគាត់និយាយថាខ្មោចការពារកូនអត់បងប្អូនអរគ្នាបាទអ៊ំផ្សេងម្នាក់គឺគាត់នៅខាងខេត្តតាកែវគឺគាត់បានរាយការណ៍មកប្រាប់ខ្ញុំរៀបរាប់ប្រាប់ពីដំណើរដើមតងអញ្ចឹងហើយឥឡូវយើងកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់រឿងគាត់ទាំងអស់គ្នានៅថ្ងៃទី10 ខែ 9គាត់បានដឹកគោទៅចងនៅកន្លែងដែលគេបូជាសីគាត់ស្លាប់ដោយសារគាត់មានបញ្ហាកូននេះចឹងណាហើយយើងអាចនិយាយបានទេព្រោះយើងមិននិយាយរួមទៅយើងមិនត្រូវនិយាយទេហ្នឹងហើយគាត់បានទៅហើយបងស្រីនឹងគាត់ស្លាប់ដូចជារយៈពេល2ឆ្នាំហើយប៉ុន្តែដូចវិញ្ញាណក្ខន្ធគាត់អត់ទៅណាទេគាត់នៅវល់នៅនឹងដោយអឡោះអាឡៃជាមួយនឹងប្តីរបស់គាត់ឬមួយក៏យ៉ាងមិនទេហើយអ៊ំស្រីម្នាក់ហ្នឹងគឺគាត់ងើបទៅចងគោម៉ោង4ដោយសារអីដោយសារគាត់ចង់ម៉ោង4ដោយសារគាត់ត្រូវមានយកនំយកអីទៅលក់នៅចុងភូមិអីចឹងណាគាត់ត្រូវយកនំទៅលក់ដល់ពេលហើយក៏គាត់យកគោទៅចងម៉ោង4ទៅបន្ទាប់ពីគាត់ចងម៉ោង4ហ្នឹងអ្នកនរគ្នាដឹងមិនអីអ៊ំស្រីគឺគាត់បានទៅដល់កន្លែងហ្នឹងពួកកន្លែងហ្នឹងស្មៅកន្លែងដុះក្នុងវាស្រែហ្នឹងស្មៅគោវាខ្ចីគោវាស៊ីឆាប់ឆ្អែតដល់ពេលគាត់ទៅដល់កន្លែងហ្នឹងអ្នកនរគ្នាដឹងមិនអីគឺគាត់បានលឺកូនក្មេងយំហើយជាកូនរបស់បងស្រីហ្នឹងហើយកូនក្មេងយំដល់ពេលអ៊ំស្រីហ្នឹងគាត់បានជាតែឆ្ងល់គាត់តាមស្ដាប់រហូតដល់ពេលគាត់ស្ដាប់ដល់គាត់ដឹងថានៅតែហ្នឹងគាត់ខំស្មានថាណាយកក្មេងយកមកចោលនៅហ្នឹងអញ្ចឹងណាគាត់ខំទៅដល់ពេលគាត់ដើរជិតទៅដល់កន្លែងហ្នឹងបងប្អូនទាំងអស់គ្នាដឹងយ៉ាងម៉េចទេគឺម្នាក់ស្រីហ្នឹងគាត់បានស្រែកឲ្យអ៊ំស្រីថាកុំមកប៉ះកូនរបស់គាត់បើមិនចង់ស្លាប់គាត់និយាយចឹងបងប្អូនមិនខ្ញុំនិយាយព្រោះរួមម្នាក់ស្រីហ្នឹងខ្មោចម្នាក់ស្រីហ្នឹងគឺគាត់បាននិយាយប្រាប់អ៊ំស្រីថាកុំមកចូលចិត្តកូនរបស់គាត់បើមិនចង់ស្លាប់អ៊ំស្រីម្នាក់ហ្នឹងគឺគាត់បានលឺចឹងភ្លាមគឺគាត់មិនហ៊ានចូលទេគឺគាត់គោគាត់អត់ចង់ដែរប្រឡែងចោលគាត់បានរត់ទៅផ្ទះហៅប្តីរបស់គាត់បាននាំគាត់មកចងគោនឹងក៏យឺដឹកគោនឹងចេញទៅវិញពេលនោះហើយបងស្រីគាត់ថាហេតុអីក៏2ឆ្នាំទៅ3ឆ្នាំហើយនៅតែមិនទាន់ទៅចាប់ជាតិទៀតមូលហេតុអីពេលនឹងអ៊ំស្រីគាត់បានមកអុជធូបនិយាយចឹងណាសារមិនបានអត់ទៅចាប់ជាតិចឹងបន្ទាប់ពីអុជធូបហើយយប់ម៉ោង12គាត់បានសម្រាប់គឺគាត់បានដូចថាយល់សពចុះគាត់ថាចឹងប៉ុន្តែយល់សពនោះដូចជាការពិតចឹងម្នាក់ស្រីនឹងគាត់ថាគាត់នៅអាឡោះអាឡៃប្តីរបស់គាត់អត់អាចទៅណាបានទេហើយកូនក៏អត់ចង់ទៅណាដែរវានៅចាំមើលមកឪពុកចឹងមិនថាអ្នកនរគ្នាយើងអ្វីមួយគឺត្រូវតែវាមានចំណងនៅហ្នឹងហើយតែមិនបាច់អាឡៃគឺនឹងមានចំណងនៅហ្នឹងចឹងហើយតាំងពីហ្នឹងមកគឺគាត់លងគេសាហាវខ្លាំងណាស់អ្នកនរគ្នាឲ្យតែលឺកូនគាត់ជុំមានគេទៅមើលឯអ្នកដែលគេអត់ដឹងចឹងណាតែពេលទៅមើលនឹងគាត់ស្រែកប្រាប់ថាមិនថាស្រែកដូចមនុស្សយើងនេះទេរបៀបថាលឺខ្សែវមកចឹងលឺថាខ្សែវមកទៅឲ្យប៉ះកូនមកគាត់ចឹងទៅនឹងមកពីខាងខេត្តតាកែវបាទអ្នកនរគ្នាវីដេអូនេះក៏បានឈានដល់ទីបញ្ចប់សង្ឃឹមថាពុកម៉ែបងប្អូនអរគ្នាចូលចិត្តវីដេអូមួយនេះហើយបើសិនជាបងប្អូនមានអ្នកគ្នាមានវីដេអូចែកម្លែកអីអាចចែកម្លែកមកខ្ញុំផ្ទាល់បានអរគុណ